ជីនសាមែនទេគឺខ្ញុំដាក់របស់ក្នុងដៃចុះឈរនៅស្ងៀមមិនឲ្យកម្រើកមេកងគឺគេនឹងហើយលុយគឺនៅក្នុងដៃគេគ្រឿងសមុទ្រដែលគេទើបតែលក់ឲ្យផ្ទះសំណាក់ទី1ក្នុងទីក្រុងសុទ្ធតែជាត្រីពលដែលរងការបំពុលដោយរលកយ៉ាស៊ូណាមនិងការបាក់ដីខាងក្នុងសុទ្ធតែប៉ារ៉ាស៊ីតសមុទ្រទឹកជ្រៅនិងលោហៈធ្ងន់ខុងវៃឯងនិយាយឈួតទំនិញមួយវគ្គនេះរបស់ពួកយើងសុទ្ធតែជាទំនិញគុណភាពល្អបំផុតដែលចិញ្ចឹមក្នុងអាងទឹកជ្រៅសូម្បីតែទឹកភក់មួយដំណក់ក៏មិនប្រឡាក់ផងអញកុំមកចោទប្រកាន់ផ្ដេសផ្ដាសនៅទីនេះមិនប្រឡាក់ទឹកភក់យកមិញដីបាក់រាប់ម៉ឺនតោនហូរចូលសមុទ្រទឹកសមុទ្រនៅភូមិជីនសាទាំងមូលបានក្លាយជាទឹកភក់ខ្មៅកប៉ាល់របស់ពួកឯងត្រាំក្នុងទឹកភក់មួយថ្ងៃមួយយប់ស្រកីត្រីសុទ្ធតែភក់ពលមេកងផ្ទះសំណាក់ទី1ក្នុងទីក្រុងយប់នេះត្រូវទទួលភ្ញៀវបរទេសសំខាន់ណាស់បើឲ្យភ្ញៀវបរទេសហូបត្រីពលនេះហើយមានគ្រោះថ្នាក់សុវត្ថិភាពអនាម័យធ្ងន់ធ្ងរតើនរណាជាអ្នកទទួលខុសត្រូវតែរឹបអូសទំនិញនេះភ្លាមតោះទៅផ្ទះបាយផ្ទះសំណាក់ទី1ភ្លាមឈប់បញ្ឈប់ការរៀបចំគ្រឿងសមុទ្រទាំងអស់ភ្លាមរក្សាទុកនៅនឹងកន្លែងមានរឿងអីនេះជាគ្រឿងផ្សំពិសេសសម្រាប់ពិធីជប់លៀងថ្នាក់ជាតិយប់នេះបើយឺតពេលនរណាទទួលខុសទទួលបានការរីកាផ្ទាល់គ្រឿងសមុទ្រនេះរងការបំពុលយ៉ាងធ្ងន់ធ្ងរដោយការបាក់ដីដើម្បីសុវត្ថិភាពត្រូវតែធ្វើការត្រួតពិនិត្យគុណភាពទឹកនិងវះកាត់ត្រីភ្លាមថៅកែឈិននេះតើមានរឿងអីឲ្យប្រាកដមានរឿងអីលោកមើលទឹកក្នុងអាងនេះដោយខ្លួនឯងទៅដឹងហើយកន្លះម៉ោងមុនទំនិញទាំងនេះនៅតែភ្លឺភ្លេកនិងមានជីវិតរស់រវើកតែពេលនេះពួកវាសុទ្ធតែញាប់ញ័រពោះអស់ហើយមកអស់ហើយខូចខាត់អស់ហើយសល់តែ3ម៉ោងទៀតដល់ពេលជប់លៀងហើយតើខ្ញុំទៅរកគ្រឿងសមុទ្រល្អបែបនេះនៅឯណាទៅខ្ញុំចប់ហើយកន្លែងទទួលភ្ញៀវចប់ហើយមិនអាចទេពេលយើងប្រគល់ទំនិញត្រីទាំងនេះច្បាស់ជានៅរស់រវើកមានអីមិនអាចទៅរួចចេនដេផៅភក់ហូរច្រោះបានបំផ្លាញធុងប្រេងម៉ាស៊ូតនៅលើទូករបស់អ្នកប្រេងម៉ាស៊ូតបានលិចចូលទៅក្នុងធុងទឹកដាក់ត្រីបាត់ទៅហើយត្រីទាំងនេះមើលទៅលោតចុះលោតឡើងតាមពិតខាងក្នុងត្រូវជាតិពុលប្រេងម៉ាស៊ូតជ្រាបចូលអស់ហើយឥឡូវជាតិពុលធ្វើទុកងាប់អស់រលីងហើយប្រធានយោងតាមច្បាប់កន្លែងទទួលភ្ញៀវរបស់អ្នកការផ្ដល់គ្រឿងសមុទ្រមានជាតិពុលខុសច្បាប់មិនត្រឹមតែត្រូវរឹបអូសប្រាក់ថ្លៃទំនិញទាំងអស់ទេថែមទាំងត្រូវសងជំងឺចិត្ត10ដងគឺ200000ចេនដេផៅដោយសារគ្រឿងសមុទ្រដែលអ្នកផ្ដល់មានការសង្ស័យថាមានជាតិពុលនិងការបំពុលធ្ងន់ធ្ងរឥឡូវនេះរឹបអូសប្រាក់20,000នៅក្នុងដៃរបស់អ្នកភ្លាមត្រឡប់ទៅជាមួយយើងដើម្បីទទួលការស៊ើបអង្កេតខេងវីដើម្បីសម្លាប់ខ្ញុំអញពិតជាមិនខ្វល់ពីជីវិតមែនដើរទៅស្រុកជិតខាងដើម្បីជិះរថភ្លើងដឹកធ្យូងថ្មគ្រាន់តែដើម្បីមកដល់ទីរួមខេត្តមុនខ្ញុំ1ម៉ោងបន្ទាប់មកឆ្លៀតពេលបដូរវេននៅទីធ្លាផ្ទះបាយចាក់ប្រេងម៉ាស៊ូតឧស្សាហកម្មដែលលួចបានចូលទៅក្នុងអាងចិញ្ចឹមនិយាយឈួតឯងលក់ត្រីពលខ្លួនឯងហើយចង់ទម្លាក់កំហុសមកលើខ្ញុំមន្ត្រីមិនចាប់វាទៅប្រធានក្រោកឈរឡើងពិធីជប់លៀងខ្វះត្រីប៉ុន្មានគីឡូទៀតត្រីលឿងធំ300គីឡូជាម្ហូបចម្បងហើយមានប៉ៅហឺ50ក្បាលទៀតគ្មានប្រយោជន៍ទេឥឡូវនេះទូទាំងខេត្តមិនអាចរកទំនិញល្អច្រើនបែបនេះបានទេទោះបីជារកបានក៏មិនទាន់ពេលរៀបចំដែរនរណាថារកមិនបានឆេនដេផៅគុំធ្វើពុតជាងប់នៅលើដីត្រឡប់ទៅកំពង់ផែជាមួយខ្ញុំត្រឡប់ទៅទូករបស់យើងវិញខាត់វាចង់រត់គេចខ្លួនលុយខ្ញុំនៅក្នុងដៃអ្នកខ្ញុំរត់ទៅណាទុកពេលឲ្យខ្ញុំ20នាទីខ្ញុំនឹងឲ្យអ្នកមើលថាអ្វីទៅជាគ្រឿងសមុទ្រល្អបំផុតសម្រាប់ពិធីជប់លៀងឆេនដេផៅឯងកុំខាត់កម្លាំងអីធុងស្នោដាក់ត្រីនៅលើទូកឯងទេស្អាតបាត់ទៅហើយតើឯងអាចប្រែក្លាយជាត្រីបានឬបាក់ឲ្យខ្ញុំម៉ែឲ្យនៅរស់ល្អបំផុតគ្មានក្លិនប្រេងម៉ាស៊ូតសំបីតែបន្តិចគុណភាពនេះល្អជាមួយវគ្គមុនដល់ទៅ3កម្រិតមិនក៏ឯងនៅមានទំនិញទៀតឯងច្បាស់ជាយកធុងស្នោចេញអស់ហើយកេងវីឯងគិតថាឯងយល់ពីសមុទ្រឯងសំបីតែសម្បកក្រៅនៃសមុទ្រក៏មិនយល់ផងពួកហូរច្រោះពិតជាធ្វើឲ្យសមុទ្ររាក់ល្អមែនប៉ុន្តែខ្ញុំឆេនដេផៅមិនដែលពឹងផ្អែកលើការដណ្ដើមត្រីនិងបង្គាស្អុយនៅមាត់ច្រាំងជាមួយពួកឯងទេឃ្លាំងបាតទូកនេះភ្ជាប់ផ្ទាល់ទៅនឹងឃ្លាំងទឹកសមុទ្របរិសុទ្ធជម្រៅរាប់ម៉ែត្រខ្ញុំបានបដូរទំនិញល្អបំផុតទាំងអស់ទៅក្នុងឃ្លាំងទឹកជ្រៅនេះមុនពេលចេញដំណើរខ្ញុំមិនមែនការពាររលកយ៉ាស៊ូណាមទេគឺការពារសត្វឆ្កែថោកទាបដូចឯងនេះឯងប្រធានទំនិញគ្រប់គ្រាន់ទេគ្រប់គ្រាន់ហើយគ្រប់គ្រាន់ណាស់ថៅកែឆេនអ្នកគឺជាឪពុកម្ដាយទី2របស់ខ្ញុំហើយប្រញាប់ដាក់ចូលឡានកុំឲ្យយឺតពេលញ៉ាំអាហាររបស់ភ្ញៀវបរទេសត្រីរបស់ឆេនដេផៅរស់នៅយ៉ាងល្អនៅក្នុងឃ្លាំងទឹកជ្រៅ
ប្រេងម៉ាស៊ូតនៅក្នុងផ្ទះបាយកន្លែងទទួលភ្ញៀវគឺនរណាជាអ្នកចាក់មិនបាច់ខ្ញុំនិយាយច្រើនទេមិនមែនខ្ញុំទេខ្ញុំមិនបានធ្វើទេខេងវីទង្វើរបស់អ្នកបានបង្កើតជាបទល្មើសបង្កគ្រោះថ្នាក់ដល់សន្តិសុខសាធារណៈត្រឡប់ទៅជាមួយយើងជីវិតដែលនៅសល់របស់អ្នកត្រៀមខ្លួននៅក្នុងគុកទៅដេផៅខ្ញុំខុសហើយខ្ញុំសូមអង្វរែងដោះលែងខ្ញុំមិនចង់ជាប់គុកទេមើលឡានប៉ូលីសដែលបើកចេញទៅឆ្ងាយខ្ញុំដកដង្ហើមធំពិធីជប់លៀងនៅទីរួមខេត្តទទួលបានជោគជ័យយ៉ាងខ្លាំងម្ហូបចម្បងនោះបានក្លាយជាចំណុចសំខាន់នៃកម្មវិធីប្រធានផ្នែកទិញមិនត្រឹមតែប្រគល់ប្រាក់20,000មុនមកវិញទេថែមទាំងផ្ដល់ប្រាក់កក់50,000បន្ថែមសម្រាប់ការផ្គត់ផ្គង់រយៈពេលវែងទៀតផងនៅក្នុងយុគសម័យដែលអ្នកមានប្រាក់10000កម្រមានខ្ញុំបាននាំយកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់7,000ត្រឡប់មកស្រុកកំណើតវិញដោយគិតយូរត្រឡប់មកវិញហើយពួកដេផៅត្រឡប់មកវិញទាំងរស់ហើយជូនដំណឹងដល់អ្នកភូមិទាំងអស់យកប៉ែនឹងចប់កាប់ទៅជីកភូហូច្រោះនៅភ្នំខាងក្រោយជាមួយខ្ញុំអ្នកដែលចូលរួមទាំងអស់មិនថាប្រុសស្រីចាស់ក្មេងទេមួយថ្ងៃបើកប្រាក់ឈ្នួល$10ថ្ងៃដែលផ្លូវបើកខ្ញុំនឹងសាងសង់ផ្លូវកៅស៊ូមួយខ្សែទៅកាន់ទីរួមស្រុកសម្រាប់ភូមិការរញ្ជួយដីនិងរលកយ៉ាស៊ូណាម្ដងកម្រការពីយប់មិញសម្រាប់ខ្ញុំមិនត្រឹមតែជាគ្រោះធម្មជាតិទេថែមទាំងជាកាំបិតដែលព្យួរនៅលើខ្សែជីវិតប្រសិនបើភ្នែកទឹកត្រូវបំផ្លាញអាណាចក្រគ្រឿងសមុទ្ររបស់ខ្ញុំនឹងបាត់បង់បេះដូងទាំងស្រុងភ្នែកទឹកដ៏អាចកំបាំងដែលភ្ជាប់ទៅនឹងទន្លេក្រោមដីដែលតែងតែបញ្ជូនគ្រឿងសមុទ្រល្អមកឲ្យខ្ញុំរាល់ថ្ងៃនោះបានបាត់ទៅហើយពេលនេះការរញ្ជួយដីក្រោមបាតសមុទ្រកាលពីយប់មិញបានធ្វើឲ្យប្រេះស្រទាប់ប្រែដែកខ្ញុំចង់មើលថាតើមានអ្វីលាក់នៅពីក្រោយនេះនោះគឺជាមាសពិតនៅក្រោមទឹកក្នុងរឿងព្រេងឈើមាសការរញ្ជួយដីនៅបាតសមុទ្រកាលពីយប់មិញបានធ្វើឲ្យពួកសត្វយក្សនៅបាតសមុទ្រជ្រៅទាំងនេះភ័យរត់ចេញពីសម្បុករបស់ពួកវាយីហាវជប់សិនបងតាប៉ាវមានរឿងអីតើមានរឿងអីកើតឡើងមែនទេនាំបងប្អូនដែលរឹងមាំបំផុត10នាក់ទៅកាន់កប៉ាល់ម៉ាស៊ូតដោះម៉ាស៊ីនទាញយុទ្ធការម៉ាស៊ូតធុនធ្ងន់នោះចេញមករួចយកខ្សែដែកដែលធំជាងគេពីខ្សែយកមកទីធ្លាផ្ទះខ្ញុំភ្លាមដោះម៉ាស៊ីនទាញយុទ្ធការបងតាប៉ាវនោះជាដុំដែកទម្ងន់រាប់ពាន់គីឡូណាកុំនិយាយច្រើនក្នុងរយៈពេលកន្លះម៉ោងត្រូវយកវាចូលក្នុងទីធ្លាផ្ទះខ្ញុំយូនេះមិនមែនជាភូមិជីនសាទេមិនដែលផ្លូវត្រូវបិទដោយពួកនឹងថ្មហើយម្នាក់នៅទីនេះធ្វើជាអណ្ដើកក្បាលរួញមែនទេស៊ុនតាហ្វូជាអ្នកជួញដូរដ៏ល្បីឈ្មោះនៅស្រុកតែងតែសហការជាមួយមនុស្សដូចជាខួងវៃដើម្បីគៀបសង្កត់អ្នកនេសាទម្សិលមិញខួងវៃទើបតែចូលគុកគាត់ក៏បានដឹងរឿងហើយចង់មកឆ្លៀតឱកាសកេងចំណេញហើយកែស៊ុនតាលោកមកធ្វើអ្វីភូមិជីនសារបស់យើងឥឡូវនេះមិនស្វាគមន៍អ្នកក្រៅទេលោកមេភូមិគុំមិនដឹងខុសត្រូវអីខ្ញុំបានឮថាផ្លូវឡើងភ្នំរបស់ភូមិអ្នកដាច់ស្រឡះហើយគ្មានកន្លះខែគឺជួសជុលមិនរួចទេត្រីបង្គាស្អុយរលួយរបស់អ្នកទាំងនោះទុកក្នុងភូមិ2ថ្ងៃច្បាស់ជាស្អុយមិនខានខ្ញុំស៊ុនតាហ្វូថ្ងៃនេះមានចិត្តមេត្តាបើកអូប៉ោមកទិញទំនិញរបស់អ្នកប៉ុន្តែថ្លៃដឹកជញ្ជូននេះខ្ពស់ពេកដូច្នេះទំនិញពេញមួយភូមិរបស់អ្នកខ្ញុំទិញក្នុងតម្លៃ 10% នៃតម្លៃធម្មតាអ្នកដែលចង់លក់ឥឡូវនេះយកវាឡើងអូប៉ោមកស៊ុនតាហ្វូលោកកុំមកយកសັບនៅទីនេះអីបងតាប៉ាវរបស់យើងបានតាក់ទងជាមួយទីផ្សារខេត្តរួចហើយទោះបីជាយើងចាក់ត្រីចូលសមុទ្រក៏មិនលក់ឲ្យបិសាចជញ្ជក់ឈាមដូចជាលោកដែរអ្នកនៅតែសង្ឃឹមលើឈិនតាប៉ាវទៀតឬខ្ញុំប្រាប់អ្នកតាមត្រង់ចុះខ្ញុំទើបតែទទួលបានព័ត៌មានផ្ទៃក្នុងពីស្រុកឈិនតាប៉ាវម្សិលមិញនៅខេត្តទោះបីជាមានសំណាងល្អប៉ុន្តែដើមទុនរបស់គាត់អស់រលីងហើយឥឡូវនេះផ្លូវដាច់ហើយគាត់សំបីតែស្រកាត្រីមួយក៏មិនអាចដឹកចេញបានដែរគាត់ខ្លួនឯងចិត្តផ្សាយធនទៅហើយយកអ្វីមកខ្វល់ពីអ្នកខ្ញុំទុកឱកាសចុងក្រោយឲ្យអ្នកថ្ងៃនេះបើខ្ញុំមិនទិញទេភូមិជីនសាទាំងមូលរបស់អ្នករងចាំតែដាច់ពោះស្លាប់ទៅស៊ុនតាហ្វូអាមនុស្សចង្រៃអាមនុស្សអាក្រក់ពួកឯងហើយកែស៊ុនលោកបោះបង់ទៅជីវិតអ្នកភូមិជីនសាទាំងអស់គឺតាប៉ាវជាអ្នកជួយសង្គ្រោះឲ្យតែតាប៉ាវនិយាយមួយម៉ាត់ទោះបីជាអ្នកភូមិយើងទាំងអស់គ្នាត្រូវអត់ឃ្លានក៏ដាច់ខាតមិនយកលុយលោកមួយសេនដែរក្រឡេកមើលមុខដ៏ខឹងសម្បាររបស់ស៊ុនតាហ្វូខ្ញុំសំបីតែក្រឡេកមើលមួយផ្លែតក៏មិនចង់ខ្ជិះខ្ជីដែរឈិនតាប៉ាវមិនដែរខ្ញុំនិយាយខុសមែនទេស្ថានភាពរបស់អ្នកឥឡូវនេះគឺវេទនីជាងព្រះពុទ្ធដីឆ្លងទន្លេទៅទៀតដោះម៉ាស៊ីនទាញយុទ្ធការចេញហើយឬនៅដោះចេញហើយបងប៉ាវឈិនតាប៉ាវឯងធ្វើពុតជាស្លាប់មែនទេអញកំពុងនិយាយជាមួយឯងខ្ញុំចង់មើលណាស់ឯងដោះម៉ាស៊ីនទាញយុទ្ធការនៅពេលថ្ងៃតើកំពុងលេងល្បិចអ្វីឲ្យប្រាកដប្រើដែកស្បែង4ដើមដំភ្ជាប់បាតម៉ាស៊ីនទាញយុទ្ធការទៅនឹងអេតថ្មខៀវក្នុងទីធ្លាឲ្យជាប់ដាច់ខាតមិនឲ្យរលំឡើយបងប៉ាវនេះជាកន្លែងស្អីគេមិនបានទឹកពណ៌ក្រហមគុំនិយាយច្រើនភ្ជាប់រកទៅនឹងសពថ្មត្រទម្ងន់នៅពីលើក្បាលហើយសុកខ្សែដែកចូលទៅចងខ្សែរួចហើយឡើងទៅឈិនតាប៉ាវឯងឈួតហើយមែនទេ
ខំប្រឹងយ៉ាងនេះដើម្បីទាញដុំថ្មបែកមួយដុំនៅទីនេះគ្រប់គ្នាថយក្រោយរុញទ្វារថ្មចេញលើកឡើងទៀតទឹកផុសក្នុងទីធ្លាផ្ទះឯងមានទឹកផុសពីសមុទ្រជ្រៅមែនទេយកដងសំណាញ់ឆាប់យកដងសំណាញ់ដ៏ធំមករណ្ដៅថ្មដែលពីមុនមានតែទឹកសមុទ្រពេលនេះកំពុងត្រូវបានបំពេញដោយសត្វយក្សប្រវែងជាង2ម៉ែត្ររាប់សិបក្បាលនេះជាត្រីជៀនឈៀនមីនមែនទេខ្ញុំកំពុងយកសັບមែនទេត្រីជៀនឈៀនមីនមានរាប់សិបក្បាលទៀតលក់ឲ្យខ្ញុំឲ្យ 100000ទេខ្ញុំឲ្យ 20000ទិញត្រីមួយអាំងនេះឲ្យតែឯងលក់ឲ្យខ្ញុំពួកយើងទៅថ្ងៃមុខគឺជាបងប្អូនបង្កើតសុនតាហ្វូអំបញ្ញមិញលោកមិនបាននិយាយថាខ្ញុំចិត្តខ្សែធនទេខ្ញុំនិយាយផ្ដេសផ្ដាសខ្ញុំនិយាយសុទ្ធតែរឿងផ្ដេសផ្ដាសលោកនៅតែនិយាយថាត្រីនៅភូមិជីនសានេះបើមិនលក់ឲ្យលោកទេនឹងត្រូវស្អុយរលួយក្នុងភូមិមិនស្អុយទេថៅកែឈិនថៅកែទូទាំងខេត្តត្រូវតែតម្រង់ជួរមកលុតជង្គង់អង្គរែងហើយមើលឲ្យច្បាស់នេះហើយជាមុខមាត់របស់មនុស្សលោកខ្លួនឥឡូវនេះនាំមនុស្សរបស់លោកចេញពីទីធ្លាផ្ទះខ្ញុំទៅស្មៅមួយដើមឈើមួយដើមនៅភូមិជីនសានេះលោកសុនតាហ្វូមួយជីវិតនេះកុំសង្ឃឹមថានឹងបានប៉ះឲ្យសោះចេញពីទីនេះទៅប្រឡេកមើលសុនតាហ្វូរត់គេចខ្លួនដូចជាឆ្កែព្រៃក្នុងទីធ្លាផ្ទះបានផ្ទុះសំណើចយ៉ាងសប្បាយរីករាយឆ្លងកាត់រលកយក្សស៊ូណាមនិងការបាក់ដីពួកយើងបានខ្លាយជាបន្ទះដែកដែលមិនអាចវាបំបែកបានតាំងពីយូរមកហើយបងប្អូនអ្នកភូមិត្រីជីនឈៀនមីននៅក្នុងរណ្ដៅតើព្រះងឹតភ្នែកទម្លាក់ចុះមកមែនទេមិនមែនទេនេះគឺជាសំណងដែលធម្មជាតិផ្ដល់ឲ្យភូមិជីនសារបស់យើងបន្ទាប់ពីគ្រោះមហន្តរាយកាលពីយប់មិញបើគ្មានភាពក្លាហានរបស់អ្នកទាំងអស់គ្នាក្នុងការបដិសេធសុនតាហ្វូអំបញ្ញមិញទេខ្ញុំឈិនតាផៅម្នាក់ឯងមិនអាចរក្សាអាជីវកម្មនេះបានទេរន្ធទឹកក្រោមដីនេះមិនមែនជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ខ្ញុំទៀតទេតែជាម្ជុលសមុទ្ររបស់សហគមន៍ជីនសាយើងលុយដែលលក់ត្រីមាសទាំង10ជាងនេះខ្ញុំមិនទុកមួយកាក់ទេទុកជាទុនចាប់ផ្ដើមរបស់សហគមន៍យើងទាំងអស់ទៅថ្ងៃមុខត្រីក្នុងភូមិយើងនឹងមានស្តង់ដារតែមួយលក់ចេញតែមួយភ្ជាប់ផ្ទាល់ទៅកាន់បណ្ដាញលក់កម្រិតខ្ពស់បំផុតក្នុងខេត្តគ្មានជនខិលខូចណាអាចកាត់លុយអ្នកទាំងអស់គ្នាបានសំបីមួយកាក់ទៀតទេឡប្រវត្តិសាស្ត្រក្រីក្រនិងអស់សង្ឃឹមរបស់ភូមិជីនសាត្រូវបានកប់ចោលទាំងស្រុងហើយមើលភាពអ៊ូអរទាំងអស់នេះខ្ញុំហាក់ដូចជា